សូមគោរពជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងសាយរឿងម្ចាស់ទឹកដីភ្នំតេតេបុរាណកុំភ្លេចចុច like ចុច Subscribe ឲ្យ Channel តូច Admin អ្នកមួយណាបាទសូមអរគុណដើម្បីងាយស្រួលក្នុងការទស្សនាបន្តទៀតឥឡូវនេះយើងចូលមកកាន់សាយរឿងក្រោយពី Lin Feng គាត់ក៏បានបំផ្ទុះឡើងជាមួយនឹងកម្លាំងថាមពលដែលគេហៅថាភ្ញាក់ដឹងខ្លួនឡើងវិញហ្នឹងណាអ្នកទាំងអស់គ្នាគឺបានទៀតប៉ាងពេលនោះធ្វើឲ្យអ្នកមីងទី3របស់ឆាប់ហានគឺបាននិយាយឡើងថាអាឡិតមុខសមានេះបែរជាមានកម្លាំងថាមពលខ្លាំងក្លាបែបនេះវាគឺមិនអាចទៅរួចឡើយ Lin Feng ក៏បានចោះមុខផ្នែកខាងក្រោមរួចក៏បាននិយាយផងដែរថានាងតូចរស់នៅក្នុងត្រកូលគ្រូសាមូរងដែលមានឈ្មោះថាចាប់ផាននេះមែនទេហើយនាងពិតជាមិនចង់រៀបការជាមួយនឹងបិសាចគោនោះទេមែនទេដែលគឺជាបិសាចគោព្រះអង្គម្ចាស់ទី7ដែលមានក៏បានបកប្រែភាគមុនច្រឡំថានាងគឺចង់រៀបការតាមពិតទៅនាងគឺខ្លាចបិសាចគោនោះខ្លាំងមែនទែនបន្ទាប់មកនាងក៏បាននិយាយថាហេតុអ្វីក៏បុព្វបុរសជនពោះគឺបានដឹងអំពីរឿងនេះ Lin Feng ក៏បាននិយាយថាមិនសំខាន់នោះទេប៉ុន្តែពេលនោះគាត់ក៏បានចាប់នៅក្បួយករបស់អ្នកមីងទី3របស់ឆាប់ផានរួចក៏បាននិយាយថាអ្នកមែនទេដែលគឺជាអ្នកបង្ខំឆាប់ផានឲ្យរៀបការជាមួយនឹងបិសាចដែលគឺជាព្រះអង្គម្ចាស់ទី7ធ្វើឲ្យពេលនោះគាត់ក៏បាននិយាយថាទេមិនមែនជាគាត់នោះទេនោះគឺជាការផ្សំគុំពីចាស់ទុំនោះឡើយពេលនោះផងដែរ Lin Feng គឺបាននិយាយផងដែរថាប៉ុន្តែអ្នកតែងតែធ្វើអាក្រក់ធ្វើបាបទៅកាន់ឆាប់ផានជារឿយនេះគឺជាទង្វើដ៏គួរឲ្យប្រេះផ្សៃនិងគួរឲ្យស្អប់ពើមបង្ខំឲ្យក្មួយរបស់ខ្លួនឯងរៀបការជាមួយនឹងបិសាចដើម្បីទទួលបានផលប្រយោជន៍គួរឲ្យស្អប់ខ្លាំងណាស់គាត់គឺមិនអាចដោះលែងបាននោះឡើយក៏បានក្តាប់ដៃបន្តិចធ្វើឲ្យគាត់ក៏បានផ្ទុះទាំងស្លាប់បាត់បង់ជីវិតក្នុងពេលតែមួយរំពេចធ្វើឲ្យពេលនោះផងដែរកញ្ញាម្នាក់នេះដែលគឺជាអ្នកមីងទី1របស់ឆាប់ផានដែលនាងគឺមានឈ្មោះថាស៊ីធូស៊ីងផងដែរបន្ទាប់មកគេគឺមានការភៀបអើដោយបាននិយាយឡើងថាពុទ្ធោអំណាចនៃថាមពលនេះកាយសាហាវជាងបិសាចទៅទៀតពេលនោះ Lin Feng ក៏បានជន់មួយជើងទាំងរួចក៏បាននិយាយថាឆាប់ឡើងឆាប់ទៅប្រាប់ទៅដល់ម្ចាស់នៃចលងភ្នំអសតអមតៈមួយនេះឲ្យមកជួបយើងឥឡូវនេះអ្នកណាជាអ្នកបង្ខំឲ្យឆាប់ផានរៀបការជាមួយនឹងបិសាចដែលគឺជាព្រះអង្គម្ចាស់បិសាចគោទី7មួយនោះធ្វើឲ្យពេលនោះកូនចៅគឺបានរត់ចាកចេញទៅប៉ុន្តែសម្រាប់កញ្ញាដែលគឺមានឈ្មោះថាស៊ីធូយូនាងគឺបានប្រព្រឹត្តអំពើអាក្រក់ដូច្នេះហើយ Lin Feng មិនឲ្យនាងគឺចាកចេញបាននោះឡើយក៏បានទាញយកស៊ីធូយូមកវិញរួចពេលនោះនាងក៏បាននិយាយថាទេសូមបុព្វបុរសកុំសម្លាប់មកកាន់នាងអីដោយសារតែមិនអាចប៉ះពាល់មកកាន់នាងទេបើមិនចេះទេលោកតារបស់នាងនឹងមិនទុកជីវិតនោះឡើយពេលនោះលោកតារបស់នាងក៏បានចេញមកដែលគាត់គឺមានឈ្មោះថាស៊ីធូស៊ីងផងដែរក៏បានសូមអង្វរឲ្យបុព្វបុរសជនពោះនឹងគឺផ្ដល់ក្តីមេត្តាក៏ដូចជាយល់នៅមុខមាត់របស់គាត់គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងជលងភ្នំអសតអមតៈនេះដែរសូមឲ្យដោះលែងនៅចៅស្រីរបស់គាត់ដែលមានឈ្មោះថាស៊ីធូយូនេះបានដែរឬក៏អត់ Lin Feng ក៏បាននិយាយថានាងគឺពិតជាបានប្រព្រឹត្តនៅអំពើអាក្រក់ខົບខិតជាមួយនឹងពពុះបិសាចដើម្បីទទួលបានផលប្រយោជន៍បញ្ជូនឲ្យមនុស្សនៅក្នុងត្រកូលគ្រួសារឲ្យទៅរងនៅសេចក្តីស្លាប់ដូច្នេះត្រូវតែសម្លាប់ចោលសម្ពីនៃធម្មពលចេតនាដារបស់ Lin Feng ក៏ត្រូវបានប្រជាទប់ទល់រងប៉ុន្តែមិនមែនជាដៃគូនោះទេក៏ត្រូវបានបំបែកចាក់ទម្លុះនៅដៃម្ខាងរបស់កញ្ញាស៊ីធូយូនោះឡើងជ្រឹបតែម្ដងធ្វើឲ្យពេលនោះផងដែរស៊ីធូស៊ីងគាត់ក៏បាននិយាយថាចៅស្រីបន្ទាប់មកក៏បានទៅជួយចំហាយធម្មពលរបស់គាត់បំរុងវាប្រាមកកាន់ Lin Feng ក៏បានប្រើនៅចក្រានថ្នាក់ទី9ដែលប្រើជាមួយនឹងធម្មពលភ្លើងនិព្វានធ្វើការជន់សង្កត់ទៅកាន់គាត់ធ្វើឲ្យពេលនោះផងដែរលោកប្រជាស៊ីធូស៊ីងគាត់ក៏បាននិយាយឡើងថានេះគឺជាអណ្ដាតភ្លើងពិតទេតើឬក៏អាចនិយាយបានថាគឺជាអណ្ដាតភ្លើងព្រានិព្វានក៏បានអនគោរពទៅកាន់ Lin Feng តែម្ដងសូមឲ្យបុព្វបុរសជនពោះគឺផ្ដល់ក្តីមេត្តាទុកជីវិតឲ្យគាត់ផងធ្វើឲ្យពេលនោះផងដែរកញ្ញាស្រីស្អាតឆាប់ហានក៏បាននិយាយថាពូគឺពិតជាអស្ចារ្យខ្លាំងមែនទែនជាមួយនឹងអំណាចធម្មពលគឺជាអណ្ដាតភ្លើងនិព្វានពេលនោះផងដែរ Lin Feng គឺបាននិយាយផងដែរថាចំពោះជីវិតរបស់លោកនោះគាត់នឹងផ្ដល់នៅក្តីនៅគ្រោះមួយប៉ុន្តែការអនុគ្រោះមួយនេះគឺត្រូវយកនៅឱសថទាំងពីរប្រភេទដែលគឺជាឱសថភ្លើងផ្កាវិញ្ញាណដែលមានកម្រិតនៃធម្មពលរហូតទៅដល់ 10000 ឆ្នាំឬក៏អាយុ 10000 ឆ្នាំជាមួយនឹងទឹកចិញ្ចឹមជីវិតឬក៏ទឹកសន្សើមនៃជីវិតឲ្យគាត់ចំនួន1ដបទើបគាត់គឺផ្ដល់នៅឱកាសក៏ទុកជីវិតឲ្យបើពុំដូច្នោះទេគាត់គឺគ្មានក្តីមេត្តានោះទេពេលនោះគាត់ក៏បាននិយាយថាគ្រាន់តែជាប្រជាធម្មតាមិននឹងមានរបស់ដ៏មានតម្លៃអស់ទាំងនោះពេលនោះផងដែរ Lin Feng ក៏បានប្រើចង្វាក់ដតេភាពរបស់គាត់ធ្វើការចាក់ទៅក្នុងរាងកាយរបស់គាត់ពេលនោះផងដែរលោកប្រជាដែលគឺជាម្ចាស់នៃនិកាយនេះគាត់ក៏បានចេញមកហើយឈ្មោះរបស់គាត់ admin ក៏បកប្រែអត់ទាន់ចេញក៏សូមខន្តីនៅអភ័យទោសហើយគាត់គឺជាម្ចាស់នៃជលងភ្នំឱសថអមតៈនេះក៏បាននិយាយទៅកាន់ Lin Feng ផងដែរថាសូមឲ្យរៀមច្បងជន់ខ្ពស់នឹងគឺផ្ដល់ក្តីមេត្តាកុំធ្វើបាបមកកាន់មនុស្សនៅក្នុងត្រកូលគ្រួសារអមតៈគាត់អីមិនថាត្រូវការអ្វីនោះទេគាត់ប្រគល់ឲ្យជានិច្ចបន្ទាប់មកផងដែរគាត់ក៏បាននិយាយថាការចាប់ជាផាននឹងឲ្យរៀបការនោះគឺជាគំនិតរបស់គាត់តែប៉ុណ្ណោះពេលនោះផងដែរគាត់ក៏បានសួរ Lin Feng ថាតើមកទីតាំងកន្លែងនេះដើម្បីអ្វីដែរចំពោះអ្នកខ្លាំងនេះដល់ពេលនោះ Lin Feng ក៏បាននិយាយថាគាត់គឺគ្មានពេលលេងសើចនោះទេក៏បានបញ្ចេញនៅចំណាយធម្មពលអ្នករបស់គាត់ទៅទប់ទល់ធ្វើឲ្យប្រជាគឺអាចទប់ទល់ប៉ុន្តែឡើងទៀតប៉ាងធ្វើគាត់ក៏បានដឹងថាបុព្វបុរសជើងខ្លាំងនេះគឺមិនមែនធម្មតានោះទេក៏បានសុំឲ្យបុព្វបុរស Lin Feng យើងនឹងណាទុកជីវិតឲ្យគាត់ផងគាត់នឹងមានរបស់ដដោដែលនោះផងដែរគឺជាក្របថ្នាំកម្រិតនៃធម្មពលបែប8ផ្កាយ9និងក្របថ្នាំកម្រិតទី9ហើយនោះផងដែរគឺជាឱសថស្មៅផ្កាភ្លើងជាមួយនឹងឱសថ 10000 ឆ្នាំនិងទឹកចិញ្ចឹមជីវិតផងដែរឬក៏ទឹកសន្សំឋានសួគ៌នឹងឯងក្រោយពីពេលនោះផងដែរ Lin Feng ក៏បានប្រមូលយករួចក៏បានដោះលែងពួកគេវិញបន្ទាប់មកគាត់គឺបានប្រាប់ទៅកាន់ប្រជាថារឿងនេះគាត់គឺនឹងដោះលែងសន្តិចោប៉ុន្តែអ្នកណាដែលជាអ្នកទទួលបន្ទុកគាត់ឈ្មោះ
គ្រូអីកញ្ញាចាប់ផានគឺបានប្រកួតនៅអសតថ្នាក់ទី8ផ្កាយ9ជាមួយនឹងអសតថ្នាក់ទី9និងអសតនៃស្មាវិញ្ញាណទេពអក្សរថ្នាក់ទី4ជាច្រើនផងដែរប្រកួតឲ្យតែកាន់គេហេតុអ្វីក៏គេគឺបានកត់ឈ្មោះឲ្យនាងខ្លាចតែជាសាសនាផ្នែកខាងក្នុងហើយបែរជាត្រូវលុបបានវិញធ្វើឲ្យពេលនោះផងដែរកញ្ញាស៊ីទូយូក៏បាននិយាយថារឿងនេះខ្ញុំគឺជាអ្នកធ្វើពេលនោះនាងក៏បានស្នើសុំឲ្យព្រឹទ្ធាចារ្យផ្នែកខាងកាន់សិលាចារឹកឬក៏ការកត់ត្រានោះកែឈ្មោះរបស់នាងទៅជាសាសនាផ្នែកខាងក្រៅវិញដល់ពេលនេះផងដែរធ្វើឲ្យព្រឹទ្ធាចារ្យម្ចាស់នៃនិកាយឬក៏ចលងព្រមអសតអមតៈគឺខឹងខ្លាំងមែនទែនរួចក៏បាននិយាយថាចិញ្ចឹមមនុស្សប្រមងបាយពិតមែនក៏បាននិយាយថាគឺដកហូតនៅស៊ីទូយូបណ្ដាញចេញពីនិកាយអសតអមតៈមួយនេះឬក៏ពីចលងភ្នំអមតៈរួចក៏បានបណ្ដាញចេញនៅស៊ីទូសៀងដែលគឺជាលោកតារបស់ស៊ីទូយូផងដែរពេលនោះផងដែរគាត់ក៏បានសូមអង្វរឲ្យលោកម្ចាស់នៃនិកាយឬក៏ម្ចាស់ចលងភ្នំគឺផ្ដល់ក្តីមេត្តាឲ្យគាត់ផងពេលនោះគាត់ក៏បាននិយាយថាការទុកជីវិតអ្នកទាំងពីរនឹងគឺផ្ដល់ក្តីមេត្តាពេកហើយក៏បានដាក់មួយទាំងធ្វើឲ្យអ្នកទាំងពីរបានទៀតផងលេចទៅនឹងពពកបាត់គណៈពេលនោះគាត់ក៏បានអន់គោរពសូមអភ័យទោសចំពោះកិច្ចការទាំងអស់នេះដែលមានការឆ្លោះឆ្លួយធ្វើឲ្យមនុស្សនៅក្នុងនិកាយចេះតែធ្លាក់ចុះដោយសារតែមានមនុស្សថោកទាបដែលនៅកាន់កាប់នៅផ្នែកខាងក្រោមគាត់គឺមិនដឹងឮអ្វីនោះទេបន្ទាប់មកគាត់នឹងឲ្យឆាប់ផានទទួលនៅតំណែងខ្លាចទៅជាសាសនាផ្នែកខាងក្នុងដោយដែលបានសន្យាហើយក៏នឹងលុបចោលនៅកិច្ចសន្យាដែលគឺជាការភ្ជាប់ពាក្យជាមួយនឹងត្រកូលបិសាចគោដែលគឺជាព្រះអង្គម្ចាស់គោទី7នោះផងដែរបន្ទាប់មកគាត់ក៏បានអញ្ជើញដោយលៀនហ្វឹងក៏បាននិយាយថាគាត់នឹងសម្រាប់នៅទីតាំងកន្លែងនេះពី3ថ្ងៃដើម្បីមើលស្ថានភាពសិនមុននឹងចាកចេញពីទីនេះគាត់បានរៀបចំបន្ទប់មួយដែលគឺជាលអាងបុរាណមួយទីតាំងកន្លែងនោះគឺរៀបចំទៅដោយគុជដ៏មានតម្លៃធ្វើឲ្យកញ្ញាឆាផានក៏បាននិយាយថាលោកពូគឺពិតជាអស្ចារ្យពេកហើយធ្វើឲ្យម្ចាស់នៃចលងភ្នំអសតមួយនេះក៏មិនអាចធ្វើអ្វីទៅកាន់លោកពូបានសូម្បីតែខឹងបន្តិចក៏មិនហ៊ានបែរជារៀបចំបន្ទប់ដ៏មានតម្លៃបែបនេះទៀតធ្វើឲ្យភ្នោះលៀនហ្វឹងក៏បាននិយាយថាដើម្បីជាការអរគុណដែលនាងគឺបានប្រគល់នៅអសតដែលមានតម្លៃឲ្យគាត់នឹងគឺអាចភ្ញាក់ខ្លួនឡើងមកវិញស្ដារនៅកម្លាំងធម៌ពលបានគូសំគាត់ប្រគល់ឲ្យរបស់ទាំង3យ៉ាងនេះទុកប្រើការពារទៅវាគឺជាអាវុធថ្នាក់ទី11គឺអាចការពារពីជើងខ្លាំងមួយណាដែលចង់ធ្វើបាបមកកាន់នាងនាពេលអនាគតពេលនោះលៀនហ្វឹងក៏បានឲ្យនាងចេញទៅផ្នែកខាងក្រៅស៊ីធានក៏បានចេញមកផ្នែកខាងក្រៅផងដែររួចក៏បាននិយាយថាមេធំឥឡូវនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនដែលមានអានុភាពគឺពិតជាកាយសាហាវអាចជួយសង្គ្រោះទៅកាន់ស្រីស្អាតបានគ្រប់ទីកន្លែងតើលៀនហ្វឹងក៏បានបិទមាត់នៅស៊ីធានចេញរួចក៏បាននិយាយផងដែរថាកុំនិយាយច្រើនពេកអីគាត់គឺត្រូវការស្ដារនៅកម្លាំងធម៌ពលឲ្យស៊ីធានទៅការពារនៅផ្នែកខាងក្រៅកុំឲ្យអ្នកណាមករំខានពនូប៉ុន្តែលៀនហ្វឹងក៏បានបញ្ចេញនៅអសតការភ្លើងដែលមានអាយុកាល10000ឆ្នាំផងដែរជាមួយនឹងអសតផ្សេងទៀតគាត់ក៏បាននិយាយថាត្រូវតែធ្វើការស្ដារនៅកម្លាំងធម៌ពលរបស់គាត់ឲ្យបានកាន់តែលឿននិងបង្កើននៅកាន់តែខ្លាំងទោះបីជាគាត់គឺត្រូវស្លាប់បាត់បង់ជីវិតក៏ជួយសង្គ្រោះកូនស្រីរបស់គាត់មកវិញឲ្យបានដោយសារតែពេលនេះកូនស្រីរបស់គាត់មិនទាន់មានបញ្ហាអ្វីនោះទេតាមរយៈខ្សែឈាមរបស់គាត់គឺបានដឹងថានៅខ្សែមយូរ៉ានិព្វាននោះគឺអាចការពារនៅកូនស្រីរបស់គាត់បានបណ្ដោះអាសន្នដោយសាច់គោគឺខឹងខ្លាំងមែនទែនពេលនេះហើយមិនក៏ចាប់បានមិនទាន់ប្រគល់ជូនមកដល់នៃក្រគល់នៅកងសម្ព័ន្ធបិសាចរបស់ពួកគេទៀតឲ្យពេលនោះផងដែរពេលនេះដែលគឺជាកូនចៅរបស់ព្រះអង្គម្ចាស់ទី7ដែលគឺជាស្ដេចគោនៃកងសម្ព័ន្ធបិសាចនេះក៏បាននិយាយឡើងថានាងគឺបានផ្ដាច់ពាក្យទៅហើយដោយសារតែម្ចាស់នៃចលងអសតអមតៈគឺបានផ្ដាច់ពាក្យអំបីនេះពួកគេទាស់ຕົកផាំងរួចក៏បាននិយាយថាប្រហើនគេមិននឹងអាចចង់ផ្ដាច់ពាក្យជាមួយនឹងយើងបានដោយងាយស្រួលបែបនេះត្រូវរៀបចំទ័ពដើម្បីកំទេចនៅចលងភ្នំអសតអមតៈនោះចោលឥឡូវនេះភ្លាមពេលនោះផងដែរពួកគេក៏បានដឹកនាំទៅសាច់រឿងនេះពេលនេះក៏ត្រូវបានកាត់ស្លែតែត្រឹមនឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត